ធាតុកកលាក់មុខដែលមិនដែលចេញរោគសញ្ញាឲ្យបងប្អូនបានដឹងមុនទេចានោះគឺខ្លាញ់កកនៅក្នុងសរសៃឈាមនៅពេលដែលខ្លាញ់ LDL ដែលជាខ្លាញ់អាក្រក់ចានៅក្នុងសរសៃឈាមហ្នឹងវាចាប់ផ្ដើមកកតាមជាងសរសៃឈាមនោះវានឹងបង្កឲ្យមានជំងឺ5ចាជំងឺ5ដែលធំហើយសំខាន់ទី1គឺជំងឺសរសៃឈាមបេះដូងចាជំងឺសរសៃឈាមបេះដូងវានឹងបង្កជារោគសញ្ញា2ចាទី1គឺខ្វះឈាមទៅចិញ្ចឹមបេះដូងវានឹងធ្វើឲ្យយើងថប់ដង្ហើមហើយចុកទ្រូងចាទី2គឺគ្រោះថ្នាក់បេះដូងដែលគេហៅថា heart attack នៅពេលដែលសរសៃឈាមយើងវាកកស្ទះវានឹងធ្វើឲ្យកោសិកាបេះដូងរបស់យើងស្លាប់ភ្លាមចាទី2គឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលចាគឺដែលគេហៅថា stroke ដែលជាជំងឺស្លាប់មួយចំហៀងខ្លួនឬក៏ជំងឺរុក្ខជាតិនេះឯងនៅពេលដែលរាងកាយរបស់យើងសរសៃឈាមរបស់យើងត្រូវកកស្ទះដោយសារជាតិខ្លាញ់ទី3គឺជំងឺលើសឈាមចាជំងឺលើសឈាមគឺកើតឡើងដោយសារតែខ្លាញ់ដែលកកនៅក្នុងសរសៃឈាមចាវានឹងធ្វើឲ្យសរសៃឈាមបេះដូងរបស់យើងចាប្រឹងច្បាច់អញ្ចឹងនៅពេលដែលការប្រឹងច្បាច់កាន់តែខ្លាំងវានឹងធ្វើឲ្យយើងកើតទៅជាជំងឺលើសឈាមដែលគេហៅថាលើសសម្ពាធឈាមហើយការលើសសម្ពាធឈាមនេះយូរទៅក៏វាអាចបង្កទៅជាខូចបេះដូងចានិងខូចតម្រងនោមផងដែរទី5គឺជំងឺសរសៃឈាមចានៅតាមម្រាមដៃម្រាមជើងហ្នឹងមានន័យថានៅពេលដែលសរសៃឈាមនៅម្រាមដៃម្រាមជើងឬជាដៃជើងរបស់យើងចាមានការកកស្ទះអញ្ចឹងនៅពេលដែលយើងមានជំងឺអ្វីមួយឬក៏មានរបួសអ្វីមួយអញ្ចឹងវាយូរជាមែនតើអញ្ចឹងបើសិនជាការយូរជានេះឬក៏ការកង្វះនៃសរសៃកង្វះនៃឈាមដែលចូលទៅចិញ្ចឹមនៅដៃជើងរបស់យើងនេះយូរទៅគឺវានឹងធ្វើឲ្យយើងនឹងត្រូវកាត់ជើងឬក៏កាត់ដៃចោលករណីដែលយើងនឹងមានជំងឺឬក៏មានរបួសសម្រាប់បងប្អូនដែលចង់ការពារក៏ដូចជាបង្ការនៅបញ្ហាជំងឺទាំង5នេះជំរឿនដែលមានតែមួយគត់គឺបងប្អូនអាចធ្វើការលំហាត់ប្រាណជាប្រចាំហើយកាត់បន្ថយការញ៉ាំខ្លាញ់សត្វការញ៉ាំប្រៃហើយកាន់តែពិសេសគឺបងប្អូនអាចជ្រើសនៅផលិតផលសុខភាពឬក៏គេហៅថា supplement ចានោះគឺ Atomy Alaska E Omega 3ចា Atomy Alaska E Omega 3គឺជាប្រភេទខ្លាញ់ត្រីមួយប្រភេទដែលយើងផលិតចេញពីត្រីដែលយកចេញពីតំបន់ Alaska ចាគឺត្រីគោឡុបដែលជាប្រភេទខ្លាញ់ត្រីដែលមិនកកទោះក្នុងសីតុណ្ហភាពត្រជាក់ប៉ុណ្ណាក៏ដោយចាហើយសម្រាប់ Atomy Alaska E Omega 3គឺជាប្រភេទផលិតផលមួយប្រភេទដែលជួយផ្ដោតសំខាន់ទៅលើបេះដូងចាជួយបេះដូងជួយការចងចាំជួយរំលាយសារធាតុខ្លាញ់នៅក្នុងសរសៃឈាមជួយការពារបេះដូងចាហើយជួយដល់ភ្នែកចាជាពិសេសគឺជួយកាត់បន្ថយជាតិខ្លាញ់ជា cholesterol ខ្លាញ់ LDL ដែលមិនល្អនៅក្នុងសរសៃឈាមចាហើយក៏ជួយឲ្យយើងមានសុខភាពល្អចាចឹងសម្រាប់បងប្អូនដែលចង់ការពារសរសៃឈាមចង់ការពារខួរក្បាលចង់ការពារបេះដូងហើយក៏ចង់កម្ចាត់នៅឃាតករលាក់មុខទាំងនេះឲ្យចេញពីជីវិតរបស់យើងចាបងប្អូនគួរតែញ៉ាំ Atomy Alaska E Omega 3សម្រាប់ Atomy Alaska E Omega 3ចាមួយកំប៉ុងត្រឹមតែ$21បងប្អូនអាចញ៉ាំបានរហូតដល់3ខែអញ្ចឹងក្នុងមួយថ្ងៃបងប្អូនចាយត្រឹមតែ1000រៀលតែប៉ុណ្ណោះចា1000ខ្ទង់1000ទេអញ្ចឹង1000ក្នុងមួយថ្ងៃអាចការពារចារាងកាយរបស់យើងដែលជាម៉ាស៊ីនរកលុយអញ្ចឹងគួរតែញ៉ាំឬអត់ចាអញ្ចឹងបងប្អូនដែលចង់ញ៉ាំអាច comment ឬក៏ inbox ខាងក្រោមដើម្បីទំនាក់ទំនងនៅក្នុងការបញ្ជាទិញដោយផ្ទាល់ពីក្រុមហ៊ុនទទួលបានតម្លៃដើមហើយកាន់តែពិសេសគឺបងប្អូនអាចទទួលបានចំណូលត្រឡប់ពីការប្រើប្រាស់របស់បងប្អូនទៀតចាអញ្ចឹងកុំអន់យូរ inbox ឡើងនឹងមក